ភាពពិតនៅក្នុងកម្មវិធី The Voice Cambodia លុះត្រាណាតែចេះប្រើសំឡេងចេះបត់បែនគ្រប់កលៈទេសៈទាំងអស់គ្រប់ស្ថានភាពនៃបទចម្រៀងអាចប្រែប្រួលទៅតាមនឹងទាំងអស់ឥឡូវនេះសូមបន្តស្វែងយល់ការបកស្រាយបទចម្រៀងរបស់បេក្ខជនមួយរូបទៀតដូចតទៅខុនវុធាជាអ្នកចម្រៀងអាយុ23ឆ្នាំគាត់មានសំឡេងល្អអាចបត់បែននិងច្រៀងបានច្រើនចង្វាក់គាត់បានធ្វើឲ្យទស្សនិកជនគ្រប់គ្រងនិងទឹកចិត្តគាត់ជាខ្លាំងគ្រប់គ្រងច្រើនជាងគេខុនវុធាអូម៉ូសាទើបេក្ខជនខុនវុធាតែងតែសាងភាពអស្ចារ្យនៅក្នុងបេះដូងទស្សនិកជនទាំងអស់គាត់អាចជាប់នៅក្នុងការវោត2សប្តាហ៍ថ្មីមួយបែបទៀតដែលវុធានឹងបង្ហាញជូននៅពេលបន្តិចទៀតនេះជារសជាតិនៃចម្រៀងបែបមនោសញ្ចេតនាស្រស់ស្រាយក្លុយស្នេហ៍ថែមកលុបថ្នោតទេចាប់ផ្ដើមមកអញកុំខ្មើតមកជ្រុលពេកយើងត្រូវថ្នមរបៀបសៀងក្លុយស្នេហ៍ថែមកលុបថ្នោតទេសូមថ្នោតទេនាងជួយរាប់រេបងបើយដល់មកវាអត់សូវផ្អែមទេចង់ឲ្យមានជាតិផ្អែមជាងនឹងតិចទៀតស្នេហ៍អើយឲ្យស្ងួនវិលវៃបទចម្រៀងបែបមនោសញ្ចេតនាមួយបែបទៀតហើយសម្រាប់ខុនវុធាដូច្នេះខ្ញុំសង្ឃឹមថាគាត់នឹងអាចបង្ហាញនូវសមត្ថភាពពិតប្រាកដនិងអស្ចារ្យបំផុតជូនដល់ទស្សនិកជនទស្សនាជាពិសេសនឹងផ្ដល់ការវោតសម្រាប់គាត់បន្តទៀតចំពោះបទចម្រៀងដែលខ្ញុំនឹងលើកយកមកបកស្រាយនៅក្នុងសប្តាហ៍ទី4នៅក្នុងវគ្គ Live Show នេះគឺជាបទពិសោធន៍ថ្មីមួយទៀតហើយសម្រាប់ខ្ញុំហើយខ្ញុំនឹងខិតខំប្រឹងប្រែងបញ្ចេញឲ្យអស់ពីសមត្ថភាព The Voice Cambodiaសៀងក្លុយស្នេហ៍ថែមកលុបថ្នោតទេទូញរៀបរាប់ប្រាប់រឿងស្នេហ៍ទាំងទ្រូងទូញសោកាក្លុយបោកខ្លួនអងរូនរកម្ចាំងសងខាថ្នោតទេយំយល់យីព្រោះស្នេហាឃ្លាតឆ្ងាយអូនទៅស្ងាត់ទៅបាត់សូនឈឹងបេះដូងបងសងរែងទុនតឹងប្រលឹងព្រាត់ឈឹងលាក់កាយច្រើនបុណ្យដាំពីពេញរៀមផ្ដាំរៀងរីចាត់ចាភញ្ញាចดหมายស្រងឆោមឆាយមិនឆ្លើយអូក្លុយស្នេហ៍ធ្លាប់ថែស្នេហាអ្នកមេត្តាច្រៀងលងចិន្តាត្រានត្រើយសូមថ្នោតទេអ្នកជួយរំរេបងបើយស្រែកដងហើយស្នេហ៍អើយឲ្យស្ងួនវិលវៃទឹកថ្នោតផ្អែមថែមចិត្តស្មោះស្ម័គ្រមលុបដើមទេនៅតែត្រជាក់រាក់តែរងចាំផ្លូវថ្លៃសៀងក្លុយស្នេហ៍នឹងច្រៀងបំពេបទថ្មីថ្នាក់ថ្នមចិត្តពិសីស្មុងភក្តីក្លុយស្នេហ៍ថ្នោតទេសៀងក្លុយស្នេហ៍នឹងច្រៀងបំពេបទថ្មីថ្នាក់ថ្នមចិត្តពិសីស្មុងភក្តីក្លុយស្នេហ៍ថ្នោតទេបាទប្រិយមិត្តទូរទស្សនិកជនស្ដាប់ហើយស្ទើរតែបញ្ចង់ដកដង្ហើមបាទបេក្ខជនខុនវុធាជាបេក្ខជនមកពីខេត្តព្រៃវែងឥឡូវនេះសូមយោបល់ពីខូចបាញ់រិទ្ធផ្ដល់យោបល់ជូនបាទសូមអញ្ជើញអរគុណ
សំឡេងវុធាថ្ងៃនេះបងសុំសរសើរមួយត្រង់បងអូនចេះ control អារម្មណ៍និងការប្រើប្រាស់បច្ចេកទេសរបស់ខ្លួនឯងបានល្អមានន័យថាបងអូនមិនបែកអារម្មណ៍ការច្រៀងគឺចូលតួបានល្អហើយជាពិសេសគឺបទនេះគឺជាទំនុកបែបស្រុកស្រែមានន័យថាជាបទដែលលន្លង់លួចតាមទំនុករបៀបស្រុកស្រែប៉ុន្តែវុធាអាចបកស្រាយបានយ៉ាងល្អជាមួយនឹងមនោសញ្ចេតនារបស់ខ្លួនបានន័យថាដាក់ដល់ទៅក្នុងបទចម្រៀងហើយមួយវិញទៀតចំណុចខ្វះខាតរបស់បងអូនដោយសារនេះជាការផ្លាស់ប្ដូរចា៎អញ្ចឹងឃើញថាខ្វះខាតតែបន្តិចទេគឺអ៊ឺននៅចុងកតុយសម្រាប់បងអូនប៉ុន្តែជាទូទៅគឺបងមើលឃើញថាមានភាពល្អប្រសើរច្រើនមែនទែនសូមជូនពរឲ្យជោគជ័យនៅក្នុងវគ្គនេះបាទសូមអរគុណបាទសូមយោបល់ពីខូចសវណ្ណរាជបាទផ្ដល់យោបល់ជូនបាទអរគុណវុធាថ្ងៃនេះបានបកស្រាយនៅបទចម្រៀងមួយបទខ្លុយស្នេហ៍ថ្នោតទេបំពេអារម្មណ៍ពួកបងទាំងមូលនេះក៏ដូចជាទស្សនិកជននៅក្នុងសិទ្ធិយោទាំងអស់អ្វីដែលបងចង់និយាយប្រាប់បទចម្រៀងមួយបទនេះពិបាកនឹងច្រៀងទាំងអារម្មណ៍បែងចែកអារម្មណ៍កលុកកលៈនៃបទចម្រៀងមួយបទនេះក៏ប៉ុន្តែភាពខ្វះខាតរបស់បងអូនដូចជាបងរិទ្ធក៏បានបកស្រាយមិញហ្នឹងតិចតួចមែនតើត្រង់កន្លែងអ៊ឺនៃប្រទេសបទចម្រៀងតែបងចង់និយាយថាបទនេះពិបាកនឹងបកស្រាយដែលបងបាននិយាយមុនអញ្ចឹងដោយសារតែជាបទមួយដែលត្រូវប្រើទាំងអារម្មណ៍ទាំងកាយវិការក៏ដូចជាការប្រើសម្លេងត្រូវតែផ្ចង់ឲ្យមែនទែនទើបអាចបកស្រាយបទចម្រៀងមួយបទនេះបានល្អអញ្ចឹងមកសូមជូនពរឲ្យវុធាជោគជ័យនៅក្នុងយប់នេះបាទសូមអរគុណច្រើនបន្តសូមអញ្ជើញខូចកញ្ញាដែលជាអ្នកបង្វឹកផ្ទាល់បាទសូមអញ្ជើញចាអរគុណដល់បងរិទ្ធនិងរាជដែលបានផ្ដល់ជាយោបល់ល្អសម្រាប់បេក្ខភាពរបស់ The Voice ជាធម្មតាការប្រឡងប្រជែងយើងតែងតែខិតខំប្រឹងប្រែងរិះរកនៅអ្វីដែលជាភាពអស្ចារ្យរបស់យើងរៀងៗខ្លួនគុណវុធាបងអូនតែងតែប្រាប់ថាបទចម្រៀងមួយបទនេះគឺពិបាកសម្រាប់បងអូនក៏ប៉ុន្តែបងអូនអាចធ្វើជាតារាចម្រៀងមួយរូបឈរជើងនៅឲ្យទស្សនិកជនគាំទ្រយើងមិនមែនចេះតែមួយបែបទេយើងអាចបកស្រាយគ្រប់លំបទចម្រៀងទាំងអស់ដូច្នេះបទខ្លុយស្នេហ៍ថ្នោតទេដូចជាពួកគាត់បានលើកឡើងនៅកន្លែងដែលអ៊ឺនហ្នឹងពិតជាពិបាកសម្រាប់ខ្ញុំក៏មានបទចម្រៀងមួយបទហ្នឹងដូចគ្នានៅពេលដែលបញ្ចូលច្រៀងក៏ខ្ញុំដឹងថាពិបាកដែរក៏ប៉ុន្តែវុធាត្រូវតែធ្វើឲ្យបានចំណុចខ្វះខាតបន្តិចបន្តួចខ្ញុំជឿថាវុធានឹងអាចយកការ comment របស់ coach ទាំងពីរយកមកពិចារណានិងដោះខាត់ខ្លួនឯងឲ្យកាន់តែល្អនឹងដូចអ្វីដែលខ្ញុំបានតែងតែរៀបរាប់ប្រាប់ទៅបងអូនហើយខ្ញុំសង្ឃឹមនឹងទុកចិត្តលើសមត្ថភាពរបស់វុធាដូចគ្នាជូនពរឲ្យបងអូនឆ្លងផុតនៅក្នុងវគ្គនេះអរគុណច្រើនការផ្ដល់យោបល់អរគុណវុធាបាទសូមអញ្ជើញបាទអរគុណប្រិយមិត្តទូរទស្សនិកជនសូមជម្រាបជូនថាបើសិនជាពេញចិត្តបាទបេក្ខជនខុនវុធា